សម្រាប់ខ្ញុំថ្ងៃនេះណាបងប្អូនចាកូនចង់ញ៉ាំតរ៉េនអញ្ចឹងយើងអត់សូវជាមានលុយច្រើនសម្រាប់ទិញតរ៉េនឲ្យគាត់ទេអញ្ចឹងគឺមកធ្វើបង្អែមតរ៉េនឲ្យគាត់តែម្ដងជម្រាបសួរពុកម៉ែបងប្អូនចាសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមកធ្វើបង្អែមតរ៉េនបងប្អូនចាថ្ងៃហ្នឹងគឺធ្វើបែបកូនបង្អែមតរ៉េនតូចៗតែម្ដងចាហើយមកមើលគ្រឿងផ្សំរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំមានជាមួយនឹងសកានេះល្ពៅស្ករក្រហមចាម្សៅត្នោតខ្ទិះដូងហើយនិងស្លឹកតើយតាមការពិតទៅបងប្អូនបន្ទាប់ពីមានគ្រឿងផ្សំហ្នឹងហើយគឺខ្ញុំយកល្ពៅហ្នឹងមកដាក់ចំហុយសិនពេលដែលល្ពៅអត់ទាន់ឆ្អិនគឺខ្ញុំចាប់ផ្ដើមយកសកានេះមកចិតដើម្បីយកមកលាយជាមួយនឹងម្សៅណាបើនិយាយទៅបង្អែមតរ៉េនតាមការពិតត្រូវមានតែតរ៉េនមួយមុខឯណាបងប្អូនតែដោយសារតែខ្ញុំនឹកឃើញថាមានមួយពណ៌មើលទៅវាដូចជាមិនសូវជាស្រស់ស្អាតអីអញ្ចឹងណាបងប្អូនអញ្ចឹងក៏សម្រេចចិត្តថាធ្វើបង្អែមតរ៉េនហ្នឹងលាយជាមួយនឹងបង្អែមផ្លែសកានេះតែម្ដងបងប្អូនមានអីចាជាលើកទី1ទេដែលខ្ញុំយកសកានេះមកលាយជាមួយនឹងម្សៅត្នោតហើយធ្វើជាបង្អែមណាបងប្អូនចានិយាយទៅគឺបើសិនជានិយាយពីរសជាតិវាគឺដូចជានំអ៊ីអញ្ចឹងបងប្អូនគ្រាន់តែថាខ្ញុំយកល្ពៅមកធ្វើណាបងប្អូនចាដើម្បីឲ្យដូចជាតរ៉េនអញ្ចឹងព្រោះល្ពៅវាពណ៌លឿងណាបងប្អូនបន្ទាប់ពីខ្ញុំលាយសកានេះហើយរួចរាល់គឺខ្ញុំចាប់ដើមលាយជាមួយនឹងម្សៅត្នោតហ្នឹងជាមួយនឹងទឹកបន្តិចមកបងប្អូនចាបន្ទាប់ពីល្ពៅឆ្អិនហើយគឺខ្ញុំចាប់ដើមយកមកល្ពៅហ្នឹងមកសកត់ឲ្យម៉ត់ចូលគ្នាមកទើបខ្ញុំចាប់ដើមដាក់ជាមួយនឹងម្សៅត្នោតចូលណាបងប្អូនចាសម្រាប់ម្សៅត្នោតនិងល្ពៅគឺខ្ញុំដាក់បរិមាណតាមស្មាននេះបងប្អូនដោយសារតែខ្ញុំអត់មានក្រឹកក្រំអីច្បាស់លាស់ទេដោយសារតែខ្ញុំធ្វើរៀងតិចដែរអញ្ចឹងណាបងប្អូនចាបន្ទាប់ពីខ្ញុំលាយម្សៅហើយនឹងគ្រឿងផ្សំនឹងហើយរួចរាល់អស់គឺខ្ញុំចាប់ផ្ដើមមកមូលធ្វើល្ពៅយើងហ្នឹងណាបងប្អូនចាឲ្យដូចជាទុរេនអញ្ចឹងហើយនិយាយថាពីកូនខ្ញុំបងប្អូនចាគាត់ឃើញប្លែកមានអីគាត់ញ៉ាំបានច្រើនមែនតើព្រោះគាត់គិតថាទុរេនណាបងប្អូនតែបើសិនជាយើងចង់យកធ្វើឲ្យវាចេញជាទុរេនសុទ្ធសាធដែលមានរសជាតិទុរេនតែម្ដងបងប្អូនចាបើសិនជាយើងដាក់តែទុរេនបន្តិចគឺវាមានជាតិនិងក្លិនឈ្ងុយទុរេនតែម្ដងតែនេះខ្ញុំអត់ទេគឺខ្ញុំយកល្ពៅមកធ្វើដាក់លាយណាបងប្អូនចាហើយខ្ញុំយកបែបពណ៌លឿងដិតបែបនេះមកហើយយើងយកពណ៌សមកបិទបែបនេះមកបងប្អូនចាអញ្ចឹងគឺកើតទៅជាទុរេនមួយខ្លែបតែម្ដងយ៉ាងស្រស់ស្អាតបែបនេះតែម្ដងណាប្លែកភ្នែកហើយរសជាតិក៏ឆ្ងាញ់មួយយ៉ាងដែរហើយសម្រាប់សកានេះវិញណាបងប្អូនចាខ្ញុំអត់ធ្លាប់ធ្វើទេតែនេះជាលើកទី1ហើយដែលខ្ញុំធ្វើនិយាយថាពីធ្វើឲ្យអត់បាត់បង់រសជាតិទេបងប្អូនចាគឺខ្ញុំយកសាច់សកានេះពណ៌ក្រហមហ្នឹងមកដាក់ជាលាយជាមួយនឹងម្សៅត្នោតហ្នឹងបងប្អូនចាហើយខ្ញុំយកមកមូលជាដុំតូចដូចចាពេលហើយរសជាតិវាគឺអត់ប្លែកនឹងបាត់រសជាតិដើមទៅណាទេគឺរសជាតិដូចដែលយើងញ៉ាំផ្លែសកានេះអញ្ចឹងគឺឆ្ងាញ់មែនតើមិនដឹងធ្វើមិនទេបងប្អូនហើយចាបើកូនទេតរ៉េនទៅហើយអញ្ចឹងយើងធ្វើតាមធនធានដែលយើងមានអញ្ចឹងយើងអត់សូវមានលុយចំណាយច្រើនសម្រាប់គាត់អញ្ចឹងណាអញ្ចឹងក៏យើងធ្វើជាបង្អែមតរ៉េនយកល្ពៅមកធ្វើបែបនេះទៅអញ្ចឹងគឺគាត់ជឿជាក់ថាគឺជាតរ៉េនតែម្ដងព្រោះវាដូចមែនតែម្ដងណាបងប្អូនចាហើយជាមួយនឹងសកានេះដែលខ្ញុំនិយាយចឹងគឺខ្ញុំមូលទូចបែបនេះហើយសកានេះដែលខ្ញុំនិយាយចឹងបងប្អូនចាគឺអត់បាត់រសជាតិដើមទេគឺនៅតែឆ្ងាញ់ដូចជាផ្លែសកានេះអញ្ចឹងទាំងក្លិនទាំងរសជាតិអីគឺដូចគ្នាឥឡូវបង្អែមរបស់ខ្ញុំគឺមូលរួចរាល់ហើយបងប្អូនចាបន្ទាប់ពីហើយគឺខ្ញុំចាប់ផ្ដើមដាក់ដាំទឹកឲ្យពុះហើយគឺខ្ញុំចាប់ផ្ដើមយកទុរេនរបស់ខ្ញុំហ្នឹងចាកូនទុរេនតូចៗរបស់ខ្ញុំហ្នឹងយកមកដាក់ក្នុងឆ្នាំងទឹកពុះហ្នឹងណាបងប្អូនចាហើយពុះតែមួយផ្លែទេបងប្អូនកាលណាតាវាអណ្ដែតគឺបានន័យថាឆ្អិនហើយតែបើសិនជាបងប្អូនមិនទុកចិត្តអញ្ចឹងពេលដែលវាពុះហើយរៀងដែតហើយខ្ញុំទុកមកសន្ទុះទៀតទើបខ្ញុំចាប់ដើមស្រង់ឡើងលើបែបនេះបន្ទាប់ពីស្រង់ទុរេនហើយរួចរាល់គឺខ្ញុំចាប់ដើមដាក់សកានេះចូលបែបនេះតែម្ដងណាបងប្អូនចាពួកខ្ញុំអត់ដាក់ទឹកច្រើនទេខ្ញុំដាក់ទឹកតិចល្មមបងប្អូនអញ្ចឹងវាឆាប់ឆ្អិនព្រោះពេលដែលខ្ញុំធ្វើហ្នឹងគឺបញ្ញាបញ្ញាប់ដើម្បីជូនកូនទៅសាលាទៀតអញ្ចឹងណាបងប្អូនចាហើយឥឡូវបង្អែមរបស់ខ្ញុំចាសកានេះហើយនឹងទុរេនខ្ញុំគឺឆ្អិនហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមមកធ្វើជាមួយនឹងទឹកខ្ទិះណាបងប្អូនអញ្ចឹងគឺខ្ញុំចាប់ផ្ដើមចាក់ខ្ទិះដើមចូលហើយខ្ញុំដាក់ជាមួយនឹងខ្ទិះកំប៉ុងមកកំប៉ុងទៀតដោយសារតែខ្ទិះខ្ញុំវាដូចស្ទើរអញ្ចឹងខ្ញុំថែមទឹកបន្តិចណាបងប្អូនពេលដែលទឹកខ្ទិះនឹងពុះហើយគឺខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្ករត្នោតចូលដាក់ជាមួយនឹងអំបិលមួយចិបហើយខ្ញុំដាក់ជាមួយនឹងស្លឹកតើយចូលបងប្អូនបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោខាប់បន្តិចដើម្បីឲ្យវាឈ្ងុយណាបងប្អូនចាពេលដែលយើងដាក់ដោះគោខាប់បន្ថែមទៅកាន់តែធ្វើឲ្យរសជាតិកាន់តែបន្ទាប់មកខ្ញុំទុកទឹកខ្ទិះនឹងទាល់តែវាឆ្អិនបងប្អូនចាដែលយើងគិតថាឆ្អិនហើយទើបខ្ញុំចាប់ផ្ដើមបិទភ្លើងតែម្ដងពេលដែលបិទភ្លើងហើយគឺបង្អែមខ្ញុំឆ្អិនរួចរាល់បងប្អូនគឺខ្ញុំចាប់ផ្ដើមដួសដាក់ចានបែបនេះតែម្ដងហើយសម្រាប់បង្អែមមួយមុខនេះពេលដែលបងប្អូនឆ្អិនហើយដួសដាក់ចានបែបនេះបើវាមានទឹកខ្ទិះយើងអាចស្រោចទឹកខ្ទិះពីលើហើយរោយល្ងសបន្តិចមកគឺកាន់តែឈ្ងុយតែម្ដងសម្រាប់ខ្ញុំអត់ប្រើទឹកខ្ទិះស្រោចពីលើដោយសារតែខ្ញុំប្រើខ្ទិះច្រើនហើយខ្ញុំប្រើជាមួយនឹងដោះគោទៀតអញ្ចឹងវាមានខ្ទិះឆ្ងាញ់នៅក្នុងនឹងហើយតែម្ដងណាបងប្អូនចាហើយគឺបង្អែមតរ៉េនខ្ញុំបងប្អូនមើលចាគឺដូចតរ៉េនពិតៗតែម្ដងចាហើយក៏អរគុណច្រើនជម្រាបលាបាយបាយ